សួស្តីអ្នកទាំងគ្នាស្វាគមន៍មកកាន់ Channel មានស្រីទូទៅណាមានមកបន្តភាគទៀតហើយរឿងល្បីស្នេហ៍ដែលមាននៅក្នុងភាគ30ណាតែមុននឹងចាប់ផ្ដើមបន្តនៅក្នុងភាគនេះសម្រាប់អ្នកដែលមិនទាន់ជួយចុច Subscribe នៅលើ Channel របស់ខ្ញុំកុំភ្លេចជួយចុចម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូរឿងថ្មីៗទៀតណអញ្ចឹងអរគុណទុកជាមុនណាហើយក៏អរគុណច្រើនខ្លាំងមែនតើសម្រាប់អ្នកដែលតែងតែជួយ comment នៅក្នុងវីដេអូរបស់មានរត់ដងណាអរគុណច្រើនខ្លាំងមែនតើអូខេតបន្តសាច់រឿងរបស់យើងតែម្ដងណាដោយការពិភាក្សាមុននោះណាមិនលីននឹងមកជួយជាមួយនឹងលីនថោនៅក្នុងភោជនីយដ្ឋានមួយកន្លែងលីនសប្បាយចិត្តខ្លាំងណាស់និយាយទៅកាន់លីនថោថានេះចាត់ទុកថាគឺជាការអបអរមួយហើយដោយសារតែពួកគេខ្ចីលូនខ្ចីលុយបានសម្រាប់ចឹងណាលីនថោក៏តបថាប៉ាត់ណាលីនណាគេរីករាយខ្លាំងមែនតើហើយគេទៅសើលីនថោនឹងថាគឺជាមិត្តភក្តិដែលល្អខ្លាំងឯងនាងចាប់មកហៅលីនថោនឹងបណ្ដាអរគុណគេបណ្ដាដែលគេនឹងបានជួយរឿងហ្នឹងអាប៉ែលីនថោនឹងអង្គុយមកមុខលីននិយាយចឹងឲ្យគេពេញចិត្តគេខ្លាំងឯងតែលីនថោបើជានិយាយថានេះគឺជាលើកដំបូងហើយដែលពួកគេបានញ៉ាំអាហារជាមួយនឹងគ្នាក្នុងបរិយាកាសភោជនីយដ្ឋានដែលស្រស់ស្អាតបែបហ្នឹងហើយការនិយាយស្ដីរបស់នេះមកកាន់គាត់ហ្នឹងក៏ទន់ភ្លន់ដែរវាធ្វើឲ្យគាត់មានអារម្មណ៍ថាការខំប្រឹងរបស់គាត់ហ្នឹងពិតជាមានប្រយោជន៍មែនលីនណាឆ្ងល់ណាស់មិនបានជាថ្ងៃនេះគាត់និយាយចម្លែកអញ្ចឹងហើយក៏ប្រាប់គាត់ហ្នឹងថាកុំឲ្យគិតអីច្រើនពេកគ្មានអីផ្សេងពីនឹងទៀតទេត្រូវអត់លីនថោបើជាសួរបងវិញភ្លាមមកថាណាគេនិយាយថាគ្មានអីខ្ញុំបានធ្វើការដោយគ្មានភាពហត់នឿយសោះដើម្បីនាងបង្កើតរបាយការណ៍ហិរញ្ញវត្ថុដល់ល្អឥតខ្ចោះនោះខ្ញុំបានបង្កើនប្រាក់ចំណេញរបស់យើង Studio រហូតដល់ 21% នោះហើយគឺជាអ្វីដែលបានបញ្ចុះបញ្ចូលខាងធនាគារនោះលើតបាប់នឹងលីនឆ្ងល់តែម្ដងសួរទៅវិញថាលោកមានន័យថាម៉េចលបងនឹងក៏បានប្រាប់ថាប្រាក់ចំណេញរបស់យើង Studio ឥឡូវហ្នឹងគឺមិនអាចឈានទៅដល់ស្តង់ដារប្រាក់កម្ចីរបស់ធនាគារបានទេអញ្ចឹងហើយបានជាគាត់នឹងការរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុនរបស់នាងដែលបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុនឹងឲ្យមានប្រាក់ចំណេញកើនរហូតដល់ 21% ឯណោះធ្វើអញ្ចឹងទៅពួកគេនឹងអាចខ្ចីលុយធនាគារនឹងបានលីនណាហូរចិត្តខ្លាំងមែនតើក៏បានតបទៅកាន់គេវិញថាលីនថោនេះគឺជាការបន្លំប្រាក់កម្ចីណាអាប៉ែនឹងក៏តបមកវិញឡើងហើយតែម្ដងថាមិនមែនជាខ្ញុំទេប៉ុន្តែវាគឺជាប្អូនស្រីរបស់នាងតំណាងស្របច្បាប់របស់យិន Studio គឺជាស៊ូយៀនអូអាប៉ែនេះធ្វើស៊ីកាប់ចានពីអ្នកបងប្អូននឹងមកជើងលេងហ្មងសាហាវណាលីនណាសួរបកទៅកាន់គេវិញទៀតថាតើលោកចង់បានអីអាប៉ែនឹងក៏តបមកវិញថាអ្វីដែលខ្ញុំចង់បាននោះហីមិនដែលផ្លាស់ប្ដូរទេបែកគ្នាជាមួយនឹងយូអ៊ីមីងទៅហើយរៀបការជាមួយនឹងខ្ញុំត្រឡប់ទៅផ្ទះវិញអូយថោកសាហាវញ៉ៃមែនលីនខកឡើងសួរគេតាំងមិនយល់នឹងថាចាំបន្តិចលីនថោខាញ់លោកបានដាក់ខ្ចីប្រាក់នឹងហើយតែអីគេលោកធ្វើវាខ្លាំងហើយលោកសំដែងតាំងពីយូរអីមែនខ្ញុំអាចប្តឹងលោកបានណាខ្ញុំនឹងទៅប្តឹងលោកឥឡូវនេះអាប៉ែរ៉ាមានខ្លាចសោះតែម្ដងក៏ផ្កើនទៀតថាតើឥឡូវហ្នឹងទៅខ្ញុំគ្រាន់តែជាគណនេយ្យករម្នាក់តែប៉ុណ្ណោះបើគ្មានការអនុញ្ញាតពីបុគ្គលស្របច្បាប់ទេតើខ្ញុំហ៊ានចំអិនម្ហូបអត់ហេតុតែបានជាខ្ញុំត្រូវធ្វើដូច្នេះលុយរាល់សែនហ្នឹងគឺជារបស់ក្រុមហ៊ុនមិនមែនចូលកប៉ាល់របស់ខ្ញុំទេក្រៅពីនេះត្រានៅលើរបាយការណ៍គឺត្រូវបានអនុម័តដោយនាងមិនអញ្ចឹងបើសិនជានាងហ៊ានប្តឹងខ្ញុំនឹងអូស៊ូយៀនទៅជាមួយលីនណាខាងអាប៉ែហ្នឹងឡើងចង់ឆែដុំហីអាប៉ែហ្នឹងបន្តនិយាយប្រាប់នាងទៀតថាអ្នកតំណាងស្របច្បាប់នឹងមានទំនួលខុសត្រូវជាបឋមយ៉ាងណាមិញក៏យើង Studio កំពុងតែដួលរលំស្រាប់ហើយនៅក្រោមអត្តពលរបស់សិនហៅមីងតើនាងអាចទប់ទល់នឹងការស៊ើបអង្កេតរបស់ធនាគារបានអត់បានទេលីនក៏ចេះទឹកដាក់ក្រាមមុខឆាច់ហើយឌីអាប៉ែនឹងថាលោកឯងគួរឲ្យខ្លាចខ្លាំងឯងពួកយើងខំនាំលោកមកធ្វើការនៅក្នុងក្រុមហ៊ុនហើយលោកសងពួកយើងដោយការក្បត់អញ្ចឹងមែនតែលីនថោនេះមុខក្រាស់ខ្លាំងមែនតើមិនចេះញ៉ាំមិនចេះខ្មាក់អៀនហ្មងគេប្រាប់នាងថានាងហៅគេនឹងគឺជំនួយឲ្យគួរឲ្យខ្ពើមក៏បានគួរឲ្យស្អប់ក៏បានអីក៏បានឲ្យតែនាងចូលចិត្តហើយក៏យករបាយការណ៍ហិរញ្ញវត្ថុអាច្បាប់កូពីនឹងយកមកគម្រាមលីនណាប៉ុន្តែថ្ងៃនេះនាងត្រូវធ្វើការសម្រេចចិត្តហើយឬបើមិនអញ្ចឹងទេបំផ្លាញគ្នាទៅវិញទៅមកដល់ដំណើរការនេះហើយលីនក៏ព្រមធ្វើតាមអាប៉ែហ្នឹងតារាមណាឲ្យតែគេសន្យាជាមួយនឹងនាងថាបងស្រីរបស់នាងក៏ដូចជាយិន Studio គ្មានបញ្ហាអីហ្នឹងនាងនឹងព្រមធ្វើតាមអ្វីដែលគេប្រាប់អាប៉ែណាដូចបញ្ញាប់តកហៅខ្លាចយន្តហោះចោលឬក៏មិនទេគឺសុបទៅកាន់នាងភ្លាមហ្នឹងហ្មងថាអញ្ចឹងតើពេលណាតើនាងបែកគ្នាជាមួយនឹងយូអ៊ីមីងលីនណាឡើងហោះចិត្តឡើងអស់សំណើចហ្មងតបទៅកាន់គេវិញថាមិនចាំបាច់បញ្ញាប់ពេកទេតើលោកមិនអាចទៅពេលខ្ញុំខ្លះទេអីតើអញ្ចឹងអាប៉ែណាក៏ព្រមទុកពេលនាងមួយអាទិត្យដើម្បីទៅដោះស្រាយជាមួយនឹងអ៊ីមីងស្ដាប់ហើយលីនណាមិនខ្ចីតបអីទៀតទេដើរចេញមករយហោះចិត្តខ្លាំងមែនតើដល់ឯខាងពូសុងនៅវិញនឹងសម្ពាធឈាមរបស់គាត់ធ្លាក់ចុះខ្លាំងមែនតើឡើងលោតសម្លេងវ៉ាន់នេះពេញបន្ទប់នឹងតែម្ដងប្រពន្ធកូនរបស់គាត់នឹងឆ្លេឆ្លាពេញបន្ទប់ហើយមីងក៏បញ្ញាប់រត់ចេញទៅហៅដុកទ័រមកជួយលោកពេលដុកទ័រមកដល់លោកស្រីយូឡានឹងក៏ឆ្លេឆ្លាសួរគេទៀតថាគាត់យ៉ាងម៉េចហើយគាត់កើតអីចឹងទៅប៉ុន្តែសមាជិកគ្រួសារនឹងក៏ដុកទ័រនឹងសូមឲ្យចេញទៅចាំនឹងក្រៅដើម្បីឲ្យគេនឹងពិនិត្យអាការៈអ្នកជំងឺសិនចឹងឯងលោកក្រោយមកទៀតពេលដែលស៊ូយីមកដល់មន្ទីរពេទ្យនឹងអាការៈរបស់គាត់នឹងនៅវិញហើយស៊ូយីក៏បានដល់លោកស្រីយូឡានឹងហើយក៏បានសួរគាត់ថាម៉ាក់តើគាត់យ៉ាងម៉េចហើយលោកស្រីយូឡាណាក៏បានប្រាប់ថាសម្ពាធឈាមនិងជីបចររបស់គាត់នឹងធ្លាក់ចុះខ្លាំងណាស់មុននេះបែបចំណាយពេលយូរណាស់ដែរតម្រាំគាត់នឹងត្រឡប់មកវិញបានប៉ុន្តែឥឡូវនេះស្ថានភាពរបស់គាត់នឹងនៅវិញហើយតែបន្ទាប់ពីលោកស្រីយូឡាណាដឹងពីស៊ូយីថាហៅចិននឹងនៅតែដដែលបាយមនុស្សទឹកមិនស្រេចដដែលនឹងគាត់ព្រួយបារម្ភខ្លាំងមែនតើហើយរត់តែមិនអាចឲ្យរឿងរបស់ហៅចិននឹងវាបហាទៅលើពូសុងបន្ថែមបានទេបើមិនអញ្ចឹងទេគឺពិបាកនឹងសង្គ្រោះគាត់ណាតែស៊ូយីណាក៏លួងលោមគាត់ថាបើសិនជាគាត់នៅតែម៉ាប់នឹងសុខភាពរបស់គាត់នឹងក៏ដួ
ួរលំដែរអញ្ចឹងហើយក៏សុំឲ្យគាត់នឹងទៅសម្រាប់ជាមួយនឹងហៅចិនទៅលោកស្រីយូឡាណាគាត់ក៏អូខេប៉ុន្តែគាត់ក៏សុំនៅនឹងបន្តិចទៀតសិនស៊ូយីណាក៏អបគាត់លួងលោមគាត់ចឹងទៅនិយាយទៅពួកគេទាំងពីរនាក់នេះឡើងដូចម៉ាក់កូនមួយគ្នាបង្កើតហ្មងលួងលោមម៉ាក់ក្មេងហើយនឹងស៊ូយីណាក៏មកលួងលោមប្តីម្ដងដោយគាត់នឹងមកអង្គុយសំកក់យំម្នាក់ឯងនៅលើចដាវនេះដឹងថាហៅមីងកំពុងតែពិបាកចិត្តកំពុងតែខូចចិត្តស៊ូយីណាក៏ចូលមកអោបគេហើយក៏បាននិយាយថាអូនដឹងថាបងកំពុងតែឈឺចាប់ហើយនេះអាណិតគាត់ឡើងយំខ្លួនឯងហ្មងហើយហៅមីងបាននិយាយទៅកាន់ស៊ូយីនថាតើអូនដឹងអត់បងត្រឡប់មកពីអង់គ្លេសវិញជាមួយនឹងគ្រប់យ៉ាងដែលបានកាត់ឡើងបើសិនជាប៉ាម៉ាក់របស់បងមិនការពារបងទេបងមិនអាចដោះស្រាយរឿងទាំងអស់នោះបានទេផលវិបាកនឹងទំនួលខុសត្រូវទាំងអស់ត្រូវធ្លាក់ទៅលើពួកគាត់បងដឹងច្បាស់ថាចិនដាគ្រប់ជាមួយនឹងហៅចិនណាមាននៅចំពោះប៉ាបងខ្លាំងណាស់ដោយពួកគាត់ទាំងពីរនាក់បានចិញ្ចឹមបីបាច់រើសហៅចិនពីដីឡើងមកនោះហើយគឺជាមូលហេតុដែលធ្វើគាត់រងទុក្ខចំពោះការសប្រែដ៏ធំបែបហ្នឹងហើយមិនកាន់តែនិយាយរៀបរាប់ពីរឿងប៉ារបស់គាត់គាត់កាន់តែយំតែម្ដងស៊ូយីណាស្ដាប់ប្តីបណ្ដានឹងជួទឹកភ្នែកគេបណ្ដាអញ្ចឹងណាហើយមីនិយាយទាំងអួតដើមកថាពេលដែលគាត់នឹងឃើញប៉ារបស់គាត់នឹងខ្សោយបែបហ្នឹងគាត់ខ្លាចខ្លាំងខ្លាចតែភ្នំមួយនេះពិតជាត្រូវដួលរលំពិតមែនណាគាត់ប្រៀបប៉ារបស់គាត់នឹងដូចជាភ្នំដ៏រឹងមាំមួយអញ្ចឹងស៊ូយីនក៏លួងលោមប្តីថាគាត់នឹងមិនអីទេប៉ាខ្លាំងណាស់គាត់នឹងមិនអីទេអូខេបានស៊ូយីណាលួងលោមអញ្ចឹងទៅហៅមីនគាត់រៀងធូរចិត្តខ្លះលោកជួយដល់ថ្ងៃបន្ទាប់នឹងលោកស្រីយូឡាណាក៏មកលួងលោមហៅចិនម្ដងក៏ប្រាប់គេថាម៉ាក់បារម្ភពីអញខ្លាំងណាស់លើតែអញ្ចឹងហៅចិននឹងក៏ងើបមុខមើលគាត់តែម្ដងហើយក៏ឡើងលើក្រែប្រូចខ្លុំភុយឡើងចិត្តលោកស្រីយូឡានឹងក៏បញ្ញាប់តាមមកសុំទោសគេទៀតហើយក៏បានលួងលោមគេថាមិនថាជាមានបញ្ហាអីក៏ដោយពួកគាត់នឹងលើកគាត់ឡើងមកម្ដងបន្តិចម្ដងព្រោះថានៅពេលដែលគាត់សប្បាយចិត្តហ្នឹងពួកគាត់ទាំងអស់គ្នានេះក៏សប្បាយចិត្តដូចគ្នាពេលដែលហៅចិនការຕົកហ្នឹងពួកគាត់ក៏ការຕົកដូចគ្នាហៅចិនអញត្រូវតែជឿជាក់ថាមនុស្សគ្រប់គ្នានៅក្នុងគ្រួសារនេះពិតជាស្រឡាញ់ឯងណាស់និយាយចុះនិយាយឡើងនឹងគាត់ក៏បើកភួយនឹងឡើងមកហើយប្រាប់ចិនថាថ្ងៃនេះហ្នឹងមិនថាជាចិនចង់ធ្វើអីក៏ដោយមិនថាជាបបាឬក៏ជីស្គីក៏ដោយក៏គាត់នឹងនៅជាមួយនឹងគេគ្រប់ពេលហើយការលងរបស់លោកស្រីយូឡានឹងក៏មានប្រសិទ្ធភាពហៅចិននឹងក៏ព្រមចេញមកខាងក្រៅជាមួយនឹងគាត់ដើរចេញមកដល់ខាងក្រៅស្រស់ស្រាយបានតែបន្តិចហ្នឹងណាក៏ឃើញប៉ារ៉ាស៊ីនឹងកំពុងតែលួចថតពួកគេទៀតហៅចិនក៏ទាញបាល់ពីលោកស្រីយូឡាគប់ទៅកាន់គេទៅហើយក៏ស្រែកឡកចឹងណាឡើងគាត់ឡើងភ័យខ្លាចខ្លាំងមែនតើឃើញតែអ្នកកសែតឥឡូវហ្នឹងលោកស្រីយូឡាឃើញអញ្ចឹងហើយនឹងក៏ស្រែកឡកឲ្យសន្តិសុខនឹងមកចាប់ប៉ារ៉ាស៊ីម្នាក់ហ្នឹងហាអ្នកលួចថតគេនឹងសាហាវមែនសន្តិសុខចាប់ហើយនឹងលោកស្រីយូឡាស្ដីឲ្យញ៉ាំចឹងហើយនឹងក៏នៅតែហ៊ានថតគេទៀតណាឡើងហៅចិននឹងគឺខ្លាចឡើងញ័រតែម្ដងរត់ចូលទៅក្នុងវិញបាត់លោកបានបន្តិចហៅមីងមកដល់ផ្ទះវិញហើយហៅចិនអត់បើកទ្វារសោះតែម្ដងធ្វើលោកស្រីយូឡាបារម្ភខ្លាំងមែនតើគាត់រៀបរាប់ស្អីរឿងមុនមិញឲ្យហៅមីងបានដឹងហៅមីងឃើញតែម៉ាក់របស់គាត់ឡើងស្លន់ស្លោពេញហ្នឹងក៏សុំឲ្យម៉ាក់គាត់នឹងតាមស្រួលបើមិនចឹងក៏ខ្យល់កឥឡូវហើយលោកស្ដាប់ចប់ដឹងតែហៅចិនឥឡូវកំពុងចាសោខ្លាញ់ទុកក្នុងបន្ទប់ហ្នឹងក៏ហៅមីងទម្លុះចូលបន្ទប់ហ្នឹងចូលមកក៏ឃើញថាហៅចិនហ្នឹងស្លាប់បាត់ហើយធ្វើលោកស្រីយូឡាណាកាន់តែភ័យទៀតហើយហៅមីងក៏បញ្ញាប្រាប់ឲ្យម៉ាក់របស់គាត់នឹងខុសហៅដុកទ័រវាងមកលោកយកបន្តិចបន្ទាប់ពីដុកទ័រវាងដាក់សរុបឲ្យហៅចិនហើយហ្នឹងក៏ឃើញស៊ូយីនឹងមកដល់ផ្ទះហើយដុកទ័រក៏បានប្រាប់ពួកគេថាអាការៈរបស់ហៅចិនហ្នឹងគឺអត់មានអីធ្ងន់ធ្ងរទេប៉ុន្តែគ្រាន់តែថាហៅចិនណាមានការថប់បារម្ភអញ្ចឹងហើយគាត់ក៏មានជំងឺប្រស័យប្រសាទបន្តិចបន្តួចនោះហើយគឺជាមូលហេតុដែលធ្វើឲ្យគាត់នឹងបដិសេធមិនញ៉ាំអីទាំងអស់ដែលអាការៈហ្នឹងគឺអាចព្យាបាលបានទេដែលវានៅស្រាលទេតែបើសិនជាកាន់តែធ្ងន់ធ្ងរនោះហ្នឹងឯងគាត់នឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯងហើយដុកទ័រក៏ណែនាំឲ្យពួកគាត់ហ្នឹងបដូរបរិយាកាសក៏ដូចជាបដូរបរិស្ថានឲ្យហៅចិនដោយសារតែហៅចិនធន់ជាមួយនឹងបរិស្ថានក៏ដូចជាបរិយាកាសឥឡូវនឹងខ្លាំងណាស់ពយល់ពួកគេហើយនឹងដុកទ័រក៏ត្រឡប់ទៅវិញទៅដូច្នេះហើយពួកគាត់ទាំង3នាក់នឹងក៏ចាប់ផ្ដើមគិតគ្នាថានាំហៅចិននឹងទៅទីណាហៅមិញក៏គិតថានាំគេទៅលេងក្រៅប្រទេសទៅមិនដែរតែស៊ូយិនគិតថាបើសិនជាពូសងមានបញ្ហាអីឡើងមកហ្នឹងពួកគេមកវិញអត់ទាន់ទេដល់បែបហ្នឹងនាងក៏សច្ចេកកំណត់មួយថាទៅផ្ទះរបស់លោកយាយអូនទៅមិនដែរលោកស្រីយូឡានក៏សួរទៅវិញថាតើងាយស្រួលអត់ព្រោះថាស៊ូយិនណាក៏គិតថាស្រួលទេព្រោះតែគាត់រស់នៅជនបទនៅទីនោះក៏មានទំហំធំដែរហើយក៏មានសត្វច្រើនទៀតក្មេងៗណាចូលចិត្តបែបនោះណាដល់បែបហ្នឹងលោកស្រីយូឡានក៏អូខេតាមការណែនាំរបស់ស៊ូយិនទៅព្រោះថាលើស្ថានភាពរបស់ហៅចិនហ្នឹងគឺបន្ទាន់មែនតើលោកចលថ្ងៃបន្ទាប់ពួកគេទាំង3នាក់ហ្នឹងក៏បានមកដល់ផ្ទះរបស់លោកយាយហ្នឹងទាំងព្រឹកតែម្ដងលោកយាយចូលមកអោបស៊ូយិនហ្នឹងសប្បាយចិត្តខ្លាំងណាស់ដែលសារតែគាត់នឹកនាងខ្លាំងណាស់នេះទាំងហៅមីងក៏បានរាក់ទាក់រីករាយជាមួយនឹងលោកយាយដែរប៉ុន្តែលើកលែងតែហៅចិនទេគាត់ឡើងជ្រប់ស្ងាត់ឆឹងតែម្ដងបើទោះបីជាហៅមីងឲ្យគាត់នឹងជម្រាបសួរលោកយាយក៏គាត់ព្រមធ្វើដែរតែលោកយាយគាត់ក៏យល់គាត់ថាមិនអីទេគេទៅតែមកដល់គេអៀនអញ្ចឹងហើយប្រាប់ហៅមីងហើយហ្នឹងគាត់ក៏អូដៃហៅចិនហ្នឹងចូលទៅក្នុងទៅលោកអូវ៉ាលីអើយវ៉ាន់ឲ្យចូលក្នុងហើយហ្នឹងពួកគាត់ទាំង4នាក់ហ្នឹងក៏បានញ៉ាំអាហារជុំគ្នាហើយហៅចិនហ្នឹងក៏ព្រមញ៉ាំមីដែរស៊ូយិនហ្នឹងដួសឲ្យណាដំបងឡើយល្អខ្លាំងមែនតើហៅចិនគាត់ព្រមញ៉ាំតាមស្រួលនៅតុបាយហ្នឹងរីករាយខ្លាំងមែនតើនិយាយគ្នាបដាអីបដាចឹងទៅប៉ុន្តែនៅពេលដែលហៅមីងចាប់ហូបឲ្យហៅចិនហ្នឹងក៏ដាច់ចង្កឹះចូលប្រុសដើរចេញពីតុបាយហ្នឹងភ្លាមបើទោះបីជាហៅមីងហៅគេឈប់ចង់សម្លុតគេចង់ហៅគេមកសួរនាំហ្នឹងក៏ស៊ូយិនណាគាត់ថាកុំអីហៅមីងក៏បានសុំទោសលោកយាយរបស់ស៊ូយិនដែរហើយប្រាប់គាត់ថាជាធម្មតាហៅចិនគួរសមខ្លាំងណាស់ប៉ុន្តែលោកយាយនៅតែមិនប្រកាន់តារាហ្នឹងដល់ប្រាប់ថា
ថាគេគឺជាក្មេងតែប៉ុណ្្នឹងឯងកុំបង្ខំគេអីបើសិនជាគេញ៉ាំមិនអស់ទេនោះគេទៅតែមកដល់ហ្នឹងអញ្ចឹងហើយហើយគាត់ក៏ដឹងពីអាការៈរបស់ចិនណាពីស៊ូយៀនអស់ហើយដែរមុនពេលដល់មកហ្នឹងលោកបន្ទាប់ពីញ៉ាំអាហារហ្នឹងហើយហ្នឹងស៊ូយៀនមកលាងចានកំពុងជូតចានអីហ្នឹងក៏លោកយាយនឹងចូលមកសួរនាំពីរឿងដែលនាងជាមួយនឹងហៅមីឆ្លុះគ្នាលើកមុនហ្នឹងមានពាក់ព័ន្ធជាមួយនឹងរឿងកូនឬក៏អត់ស៊ូយៀនណាក៏បានប្រាប់គាត់ត្រង់ថាលោកយាយខ្ញុំយកចិត្តទុកដាក់ចំពោះហៅចិនណាគេពិតជាអស្ចារ្យខ្លាំងណាស់គេគឺជាក្មេងដ៏ស្មោះត្រង់និងរស់រាយម្នាក់ពីមុនគេជជែកជាមួយនឹងខ្ញុំនឹងរាប់ម៉ោងប៉ុន្តែឥឡូវហ្នឹងគេនៅស្ងៀមទាំងស្រុងឈឺចាប់ណាស់នៅពេលដែលឃើញគេបែបហ្នឹងហើយនាងក៏សុំឲ្យលោកយាយនឹងកុំបារម្ភពីពួកគេអីព្រោះថាពួកគេទាំងពីរនាក់ហ្នឹងកំពុងតែមានតម្លាភាពទាំងស្រុងជាមួយនឹងគ្នាហើយពួកគេទាំងពីរនាក់នឹងដោះស្រាយបញ្ហានិងប្រឈមមុខជាមួយនឹងគ្នាដែលមានលោកយាយគឺជាជំរករបស់ពួកគេអញ្ចឹងហើយនឹងជឿជាក់ថាពួកគេអាចនឹងយកឈ្នះលើអ្វីៗទាំងអស់លោកយាយគាត់សប្បាយចិត្តក៏ដូចជាធូរចិត្តខ្លាំងមែនតើនៅពេលដែលដឹងថាចៅស្រីរបស់គាត់ឥឡូវហ្នឹងមានក្តីសុខហើយនោះលោកចូលដល់ថ្ងៃបន្ទាប់ហ្នឹងហៅចិនក៏ព្រមចេញពីបន្ទប់តាមការហៅរបស់ស៊ូយៀនគាត់ក៏ព្រមញ៉ាំអាហារដែលហៅមីងបានដួសឲ្យដូចគ្នាតែញ៉ាំបានតែប្រហែលម៉ាត់ហ្នឹងគាត់ក៏ខកក្រេះចេញពីតុបាយហ្នឹងទៅស៊ូយៀនណាក៏ព្យាយាមខត់គេដែរព្រោះថាគាត់ញ៉ាំតិចខ្លាំងមែនតើតែហៅចិនអត់ស្ដាប់ទេប៉ុន្តែស្រាប់តែភ្លាមហ្នឹងលោកយាយហ្នឹងក៏និយាយឡើងថាហៅចិនបើញ៉ាំរួចហើយទៅធ្វើការខ្លះទៅលើតែអញ្ចឹងតែហៅមីងជាមួយនឹងស៊ូយៀនណាមកលោកយាយឡើងថ្លែតែម្ដងតែលោកយាយក៏ប្រាប់ទៅកាន់ហៅមីងថាហៅមីងអញក៏គួរតែញ៉ាំអាហាររបស់អញឲ្យហើយដែរទៅបន្ទាប់ពីញ៉ាំរួចហើយទៅយកកន្ត្រកធំមួយពីទីធ្លាមកហើយយកអាឡិតហ្នឹងទៅប្រមូលផលពោតនៅលើភ្នំត្រឡប់មកវិញលើបានហ្នឹងហៅចិនណាឃើញថាទ្រង់ចាប់អារម្មណ៍ជាមួយនឹងសម្ដីរបស់លោកយាយមែនតើហើយស៊ូយៀនហ្នឹងក៏សញ្ញើឲ្យហៅមីងធ្វើតាមអ្វីដែលគាត់និយាយទៅដល់ចឹងទៅហៅមីងធ្វើជាតបទៅកាន់លោកយាយវិញថាអូខេខ្ញុំយល់ហើយលោកយាយក៏ធ្វើជានិយាយលឺទៀតថាមានតែមនុស្សចាស់ពេកឬក៏កូនក្មេងតែដែលមិនអាចធ្វើការបានខៅពីណាអ្នកផ្សេងទៀតមិនអាចសម្រាប់បានទេហើយស៊ូយៀនក៏ធ្វើជានិយាយថាលោកយាយហៅចិនណាគ្រាន់តែជាកូនក្មេងម្នាក់ប៉ុណ្ណាតែហៅចិនណាចិត្តសឿងខ្លាំងមែនតើបើទោះបីជាស្ថិតនៅក្នុងស្ថានភាពអញ្ចឹងក៏ដោយក៏គាត់អាចចេញមកក្រៅផ្ទះឡើងលឿនយកកន្ត្រកធំមួយនឹងស្ពីឡើងចេញទៅក្រៅបាត់ឃើញអញ្ចឹងហៅមីងហ្នឹងក៏ឲ្យមេដៃគាត់មួយហើយហៅមីងក៏មិនអាចបន្តអង្គុយញ៉ាំយូរទៀតដែរក៏បញ្ញាប៉មនំប៉ាមួយពេញមាត់ហើយនឹងស៊ូយៀនក៏ឲ្យមួយទៀតទៅឲ្យហៅចិនឲ្យមេដៃយាយចៅនឹងម្នាក់មួយហើយនឹងក៏បញ្ញាទៅតាមហៅចិនទៅមកកាច់ពោតហ្នឹងហៅចិននឹងអត់ចេះទេតែគេនឹងកាច់មិនអញ្ចឹងហើយក៏លួចមកហៅមីងហើយក៏ឡើងឆ្លាតហ្មងអត់ព្រមធ្វើតាមគេប្រាប់ទេប៉ុន្តែលួចមើលគេដល់ពេលដែលគេចេះកាច់ពោតហើយគេកាច់បានហើយនឹងគេឡើងសប្បាយចិត្តតមកឡើងប្រែប្រួលតែម្ដងណាអ្នកជាប៉ាវិញក៏សប្បាយចិត្តណាស់ដែរនៅពេលដែលឃើញកូនអាចញញឹមចេញបានអញ្ចឹងនោះបន្ទាប់ពីកាច់ពោតហើយនឹងម្នាក់ឲ្យកូននោះវាទីដេញចាប់មន់ពេញត្រង់ឃើញថាហៅចិននឹងកាន់តែសប្បាយចិត្តទៀតហើយមុខកាន់តែញញឹមចេញទៀតហើយមើលសក់ក្បាលសុទ្ធតែរមមន់ចាប់ចងចាប់ឡើងមួយសន្ទុះធំសម្រាប់តែចាប់បានមេមន់មួយនេះហើយមិនក៏ចាប់មេមន់ហ្នឹងបន្លាយហៅចិនទៀតដល់ធ្វើឲ្យហៅចិនស្រែកយ៉ៃហ្មងហើយពីអ្នកឲ្យកូននឹងក៏មានតំណេះដៃសោះតាមម្ដងឥឡូវដល់ពេលត្រូវបន្លែពោតទៀតហើយនិយាយចំទៅគឺថាធ្វើម៉េចហៅចិនណាមានសកម្មភាពរហូតហ្មងកុំឲ្យគាត់នៅស្ងៀមហើយលោកយាយក៏ធ្វើជាលោថានៅអស់ជើងនឹងហ្នឹងហើយពេលណាបានហៅយកឥឡូវណាងឹតលើណាហើយពោតទាំងអស់នេះក៏ត្រូវចាត់ការឲ្យដែរមុនពេលថ្ងៃលិចឃើញតែពោតនឹងឲ្យពីអ្នកឲ្យកូនសម្លឹងមុខគ្នាបដ យព្រោះថានៅក្នុងដៃបានតណាផងកុំឲ្យហៅចិននឹងពិបាកពេកហាត់នឿយពេកហៅមិនក៏ចែកកំណត់គ្នាតែម្ដងទៅអាក៏ច្រាញ់ទៅនឹងក្បាលហៅចិននឹងគឺជារបស់ហៅចិនហាពីធំធំនឹងគឺជារបស់គាត់ចោះតែហៅចិនណាគេមិនព្រមទេគេក៏យកអាធំមកហៅមិនក៏អស់ទៅវិញអស់ទៅអស់មកពីអ្នកឲ្យកូននឹងដរាមគ្នាហ្មងលទ្ធផលចុងក្រោយហៅមិនក៏ព្រមចាញ់ហៅចិនឲ្យពោតមកចែនឹងទៅឲ្យហៅចិនទៅតែត្រង់ថាដោយហៅមិននឹងចង់ឲ្យហៅចិននឹងបញ្ចេញសម្លេងចឹងហើយគាត់នៅតែញ័ររឿងពោតនឹងអស់ទៅអស់មកនៅនឹងហៅចិននឹងក៏ព្រមចាញ់ទៅក៏អស់មកវិញដូចគ្នាបន្ទាប់ពីនឹងទៅគេធ្វើការហាត់គេហៅចិននិយាយពីថាដាក់បាយបានច្រើនខ្លាំងមែនតើនិយាយពីថាញ៉ាំញ៉ាំរហូតដល់ចាស់នេះមើលមុខគ្នាហ្នឹងញ៉ាំមិនបាច់មានបណ្ណាគេបខំទេឥឡូវហ្នឹងនោះអស់មួយចានហើយនឹងលោកយាយក៏ធ្វើជាសួរថាចិនណាឯងចង់បានមួយចានទៀតអត់ទៅផ្ទះបាយដួសខ្លួនឯងទៅដល់មើលមកហៅមិញបន្តិចហើយហ្នឹងគេក៏លើកចានបាយទៅដួសបាយខ្លួនឯងមែនហៅមិញក៏សរសើរថាការងារកសិកម្មណាពិតជាបានផលមែនស៊ូយេណាក៏ប្រាំថាកុំភ្លេចប្រាប់ដំណឹងល្អឲ្យមកបានដឹងផងលុះហៅចិនត្រឡប់មកវិញជាមួយនឹងបាយនៅក្នុងដៃនឹងមួយចានដួសមកទៀតហើយចាក់ឆាតាហូមួយចានពីលើនឹងទៀតអត់មកអីទាំងអស់កាយញក់មាត់រហូតដល់ចាស់នឹងលួចអស់សំណោយនេះដល់ឡែកខាងប៉េស្ទីនេះវិញគេបញ្ចុះឲ្យឈូមិញឆឹងហ្នឹងប្រមូលក្រុមប្រឹក្សាភិបាលក៏ដូចជាម្ចាស់ភីហ៊ុនហ្នឹងដាក់ពីប្រឹងហៅមិញជាមួយនឹងពូសងទៅព្រោះថាដោយសារតែរឿងផ្ទាល់ខ្លួនរបស់ពួកគេហ្នឹងធ្វើឲ្យតម្លៃភីហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះខ្លាំងបើទោះបីជាឈូមិញឆឹងហ្នឹងគិតថាការប្រយុទ្ធគ្នាតាមផ្លូវច្បាប់អីហ្នឹងគឺវែងឆ្ងាយណាស់ក៏ប៉េស្ទីហ្នឹងតថាយូរហ្នឹងឲ្យកាន់តែប្រសើរដល់ពេលនោះការរក្សាទុកនឹងត្រូវបានអនុម័តហើយគណនីធនាគាររបស់ពួកគេនឹងត្រូវបានបង្កក់ហើយស្តុករបស់ពួកគេនឹងក្លាយទៅជាក្រដាសដែលគ្មានតម្លៃគ្មានតុនតើពួកគេអាចត្រឡប់មកវិញយ៉ាងម៉េចអាប៉េស្ទីនេះសាហាវខ្លាំងណាស់ចង់ដកស្មៅដកទាំងរឹសតែម្ដងចំណែកខាងលីនណែវិញព្យាយាមគេចមុខពីអ៊ីមីងខ្លាំងមែនតានគ្រាន់តែលឺអ៊ីមីងដើរចូលមកបដានឹងនិយាយទូរស័ព្ទបដានឹងគ្នាខំប្រឹងចុចលេខកូដឲ្យលឿនណាចុចឲ្យភ្លាមមិនទាន់មកធ្វើចូលខាងក្នុងផងអ៊ីមីងមកតន់ល្មមឃើញតែបាត់ហ្នឹងនាងក៏បិទទ្វារទៅវិញក្រឹបរួចក៏ហៅអ៊ីមីងថានាងកំពុងតែត្រឡប់ទៅអូហ្វីវិញតែអ៊ីមីងក៏តាមមកសួរថាមួយរយៈក្រោយនេះអូនគេចមុខពីបងមែនប៉ុន្តែលីនណាក៏បដិសេធថាមិន
បានជាអូនត្រូវធ្វើអញ្ចឹងអូនបានធ្វើអញ្ចឹងទេតែអ៊ីមីងអន់ចិត្តណាស់គាត់ក៏ដឹងដែរថានាងរវល់ប៉ុន្តែនាងគ្រាន់តែផ្ញើសារមកគាត់អស់ពីរពាក្យឲ្យគាត់ហើយបើនិយាយទូរស័ព្ទមួយគ្នាហ្នឹងគឺតិចជាង1នាទីទៅទៀតគាត់ចង់ដឹងណាស់ថាមានរឿងអីកើតឡើងប៉ុន្តែលីនអត់ព្រមប្រាប់គាត់នៅការពិតទេគាត់នៅតែកុហកទៀតថាថ្មីនេះនាងរវល់ខ្លាំងណាស់ហើយនាងក៏រូបប្រាប់គាត់ថាមើលទៅនាងទៅចេញពីកន្លែងធ្វើការណាឥឡូវត្រូវបានគេហៅទៅធ្វើការវិញហើយនាងមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើហើយនាងក៏ដេញគាត់នឹងចូលទៅសម្រាប់មុនទៅចាំនាងអាប់ដេតឲ្យគាត់នឹងពេលក្រោយទៀតប្រាប់អ៊ីមីងចឹងឲ្យចេញមកវិញមិនបានមួយជំហានផងនឹងក៏ក្រិចកជើងដួលនៅមុខនឹងទៅបន្ទាប់ពីនឹងអ៊ីមីងក៏បានជួនមកប៉ែតបានសម្រាប់លោកពិនិត្យកជើងឲ្យទទួលបានអូនងពីប៉ែតហើយចេញពីបន្ទប់ប៉ែតមកវិញហើយនឹងក៏ឃើញអាប៉ែតលៀនថានឹងចូលមកសួរទាំងបារម្ភនឹងថាតនាងអូខេអត់គេបន្តប្រាប់នាងថាគេបានតរនាងប៉ុន្តែក៏លឺសន្តិសុខប្រាប់ថានាងរបួសជើងអីចឹងហ្នឹងហើយមិនបានជាធ្លាក់អញ្ចឹងវាគួរតែឈឺខ្លាំងហីគេបារម្ភពីលៀនខ្លាំងមែនតើចង់មើលរបួសនៅលើកជើងឲ្យគេទៀតប៉ុន្តែអ៊ីមីងក៏ដូចជាលៀនណាក៏ខាត់រឹកពីគេចេញមកនឹងគឺខាញ់ក្រែងលៀនឲ្យធ្វើអ៊ីមីងបានឃើញតែម្ដងហ្នឹងគេតែងយកកាបូបក៏ដូចជាសម្បត្តិពេទ្យពីដៃរបស់អ៊ីមីងចេញមកទៀតគេអរគុណអ៊ីមីងអត់មានក្រែងអីបន្តិចសោះតែម្ដងគេដេញអ៊ីមីងឲ្យទៅវិញឲ្យសោះប្រហែលតើគេចាត់ការចោអូហើយគេធ្វើរឹកពីរហ័សក៏ចង់គ្រាកស្មាលៀននឹងចាញ់ទៅតែអ៊ីមីងក៏ខាត់ហើយក៏បានសួរភ្លាមនឹងថាលោកឈួតមែនតើលោកកាត់អីនេះគឺជាសង្សាររបស់ខ្ញុំហ៎អាប៉ែលៀនថានឹងក៏បានមកសួរលៀនថាលៀនណានេះមិនបានប្រាប់គេទេអ៊ីមីងសួរបត់ទៅវិញភ្លាមតែម្ដងថាប្រាប់អីដល់ខ្ញុំលៀនថានេះថាមនុស្សមុខក្រាស់មែនក៏បានប្រាប់ទៅកាន់អ៊ីមីងភ្លាមនឹងហ្មងថាឆៅលៀនឥឡូវនឹងគឺជាសង្សាររបស់ខ្ញុំមិនជឿខ្ញុំមែនអញ្ចឹងសួរនាងដល់ខ្លួនឯងទៅតែលៀនអត់មានឆ្លើយតបនឹងសម្ដីរបស់លៀនថានឹងទេក៏ដល់បាក់ខ្ជិលនឹងហូបពួកគេមកអាប៉ែលៀនថានឹងក៏បញ្ញាប់តាមលៀនទៅទៀតតើអ៊ីមីងឈរកាំងនៅនឹងម្នាក់ឯងនេះលោកបានបន្តិចពេលដែលគេបើកថ្នាំហើយនឹងអ៊ីមីងក៏តាមមកសួរលៀនសុំឲ្យលៀននឹងប្រាប់ការពិតដល់គាត់មកតែអាប៉ែលៀនថានឹងក៏ឆែកកដាខាត់គេភ្លាមអត់ឲ្យគេទាំងពីរនាក់នៅក្បែរគ្នានិយាយគ្នាទេគេចង្អុលមកគំរាមអ៊ីមីងថាកន្លែងនេះគឺជាកន្លែងធ្វើការរបស់លោកឯងបើសិនជាលោកហ៊ានទៅចាប់ផ្ដើមវាយគ្នាលោកនឹងសោកស្ដាយហើយតែអ៊ីមីងអត់តបមកអាប៉ែនឹងទេបានជាងាកមកសួរលីននៅខាងក្រោយនឹងថាលីនតើអូនកំពុងតែមានរឿងអីមួយលាក់បាំងមែនអាណិតលីនក៏ដូចជាអ៊ីមីងខ្លាំងមែនតើលីនគឺមិនអាចតបតអីសូម្បីតែមួយម៉ាត់ទៅកាន់គាត់វិញណាហើយលីនថោនឹងក៏ចេះតែអួតទៅថាគាត់មួយលីនគឺតាក់តងគ្នាត្រឹមត្រូវនេះអ្នកដែលស្រឡាញ់គ្នាពិតគេស្វែងរកផ្លូវរបស់គេចឹងហើយតើពួកយើងអត់មានអីលាក់បាំងទៅតែអ៊ីមីងអត់ចង់និយាយជាមួយនឹងគាត់ទេក៏ប្រាប់ឲ្យគេនឹងកិច្ចចាញ់ក៏ត្រូវការនិយាយជាមួយនឹងឆៅលីនឥឡូវហ្នឹងហើយលីនថោហ្នឹងក៏បានមកបង្គាប់លីនទៀតឲ្យលីននឹងប្រាប់អ៊ីមីងឲ្យច្បាស់ម្ដងទៅហើយឃ្លាទាំងអស់គ្នាហ្មងទៅលីនក៏ព្រមធ្វើតាមគេប្រាប់ទៀតខ្ញុំហើយនឹងលីនថោត្រឡប់មកត្រូវរើគ្នាវិញហើយអាណិតអ៊ីមីងខ្លាំងណាស់គាត់ឡើងស្លុតតែម្ដងតែគាត់ក៏នៅតែជឿថាមិនអាចទៅរួចទេលីនក៏បាននិយាយទៅកាន់គាត់ទៀតថាយូអ៊ីមីងពេលវេលាដែលចំណាយជាមួយនឹងលោកនឹងខ្ញុំពិតជារីករាយខ្លាំងឯងប៉ុន្តែការរៀបការហើយនឹងការណាត់ជួបគឺជារឿងពីរដែលផ្សេងពីគ្នាខ្ញុំបានគិតយូរណាស់ហើយក៏ពិបាកណាស់ដែរមានគំនិតរវាងពួកយើងទាំងពីរនាក់នោះគឺជាការពិតសម្រាប់លីនថាវិញការលះបង់របស់គាត់ពិតជាធ្វើខ្ញុំរំភើបមែនទែនបន្ទាប់ពីការពិចារណាយ៉ាងច្រើនហើយនឹងខ្ញុំជឿថាគាត់នឹងកាន់តែស័ក្តិសមនឹងខ្ញុំហីតែមិនថាជាលីនណាព្យាយាមបញ្យល់គាត់យ៉ាងណាទេក៏អ៊ីមីងនៅតែមិនជឿនៅអ្វីដែលនាងនិយាយដែរហ្នឹងតាមមានអីកើតឡើងបើសិនជាគេគំរាមអូនគាត់ចង់ចូលមកចិត្តលីនខ្លាំងមែនទែនប៉ុន្តែក៏ត្រូវលីនថានឹងគួយកជាប់គេគំរាមអ៊ីមីងទៀតហើយគេថាបើសិនជាអ៊ីមីងហ៊ានប៉ះមនុស្សស្រីរបស់គេម្ដងទៀតហ្នឹងគេនឹងវាយអ៊ីមីងនៅនឹងហ្មងគេស្បត់ហ្នឹងហើយធំកគេទេសស្បត់ចង់វាយគេទៀតតែលីនក៏សង្កត់ស្ដាយអាប៉ែលីនថានឹងថាលីនថាល្មមបានហើយដល់ចឹងទៅអាប៉ែលីនថានឹងព្រមប្រឡែងកអ៊ីមីងទៅលីនក៏បាននិយាយទៅកាន់អ៊ីមីងទៀតថាជឿឬមិនជឿហ្នឹងអ្វីដែលនាងបាននិយាយគឺនាងបាននិយាយហើយថ្ងៃនេះនោះហើយក៏ហាមគាត់កុំឲ្យទៅរកនាងទៀតកាន់តែឈឺចាប់ជាងនឹងទៅទៀតហ្នឹងអាប៉ែលីនថានឹងក៏បង្ខំឲ្យលីនណាបកលអ្វីដែលនាងបានចាប់អ៊ីមីងឲ្យគេវិញទៅដល់បែបហ្នឹងទៅគ្នាក៏បង្ខំចិត្តដោះចិញ្ចៀនដែលអ៊ីមីងឲ្យនឹងឲ្យអ៊ីមីងវិញរួចក៏បានចាក់ចេញពីគាត់ទៅទាំងសិតទ្រង់ហ្នឹងលោកស៊ូយេណាខំមកសួរនាំទៀតនាងក៏បានកុហកគេថាមានបញ្ហាអីទេកុំបារម្ភនាងនឹងថែរក្សាទាំងផ្ទះទាំងក្រុមហ៊ុនតែម្ដងលើបានណាស់ឲ្យស៊ូយិនធូរចិត្តណាស់ក៏សូមពឹងលើបងស្រីរបស់ខ្លួនឲ្យដំណឹងថាឥឡូវនេះគេកំពុងស្អិតទ្រង់ប៉ុណ្ណានោះទេអាណិតលីនខ្លាំងមែនតើដាក់ទូរស័ព្ទចុះពីបងស្រីរបស់ខ្លួនហើយណាសម្លឹងមើលទៅកាន់ទ្វារបន្ទប់របស់អ៊ីមីងដែលកំពុងតែបិទចិត្តហ្នឹងបានតែបន្តិចអ៊ីមីងចេញពីបន្ទប់មកហ្នឹងក៏ឃើញគេកំពុងតែរើអីវ៉ាន់ចេញពីបន្ទប់របស់លីនហ្នឹងដល់គាត់ចូលមកសួរនាំមកលីនក៏ចង់កិច្ចមុខពីគាត់ទៀតហើយតែដល់កិច្ចមិនផុតហ្នឹងក៏ត្រូវតែប្រឈមមុខដែរនាងនិយាយជាមួយនឹងគាត់ហ្នឹងឲ្យហ៊ានសម្លឹងមុខគាត់ចំទេគាត់សួរថាតើនាងកំពុងតែរើចាញ់មែនលីនក៏តបថាលោកគាត់សួរទៀតថាទៅកន្លែងណាលីនក៏តបទាំងឈ្ងោកមកនឹងថាទៅកន្លែងបងស្រីរបស់ខ្ញុំអ៊ីមីងក៏បន្តសួរទៀតថាមិនថាខ្ញុំសួរនាំយ៉ាងណាក៏ដោយក៏នាងនៅតែមិនព្រមប្រាប់ការពិតដែរមែនលីនក៏តបថាអត់មានការពិតអីប្រាប់ទេខ្ញុំបានប្រាប់លោកហើយថាខ្ញុំគ្រាន់តែដូរចិត្តតែប៉ុណ្្នឹងឯងតែអ៊ីមីងស្រឡាញ់លីនខ្លាំងមែនតើគាត់ថាមិនថានាងប្រាប់គាត់ប្រមាណដងក៏ដោយឬអ្វីដែលគាត់បានលឺនោះក៏ដោយបើទោះបីជានាងនៅជាមួយនឹងលីនថារុញគាត់ឲ្យចេញឆ្ងាយក៏ដោយក៏គាត់នៅតែមិនជឿថានាងផ្លាស់ប្ដូរចិត្តដែរហើយបើសិនជានាងមើលដឹង
ពីការភ្នែកពីអ្វីដែលនាងសម្លឹងមើលមកគាត់នឹងនាងនឹងយល់ពីមូលហេតុថាម៉េចបានជាគាត់ដឹងរឿងហ្នឹងហើយលេងលេងអត់តបមួយគាត់ចំពោះរឿងហ្នឹងទេប៉ុន្តែមុននឹងចាក់ចេញទៅហ្នឹងនាងក៏ផ្ដាំគាត់ថាពួកគេនឹងធំអស់ហើយអញ្ចឹងហើយគាត់ធ្វើអីដែលជាមនុស្សធំហើយនិយាយរួចហើយនាងក៏ឡើងឡានទៅទុកឲ្យអ៊ីមីងបានធ្វើទៅឈរធ្វើមុខសួយប៉ានៅហ្នឹងចំណែកខាងស៊ូយីណែវិញចេញមកក្រៅផ្ទះហ្នឹងក៏បានប្រឈមមុខជាមួយនឹងប៉ាម៉ារបស់នាងពួកគាត់ទាំងពីរអ្នកហ្នឹងក៏នៅតែរាក់ទាក់នៅតែហៅកូនថាយិនដដែលហ្នឹងប៉ារបស់នាងក៏បាននិយាយមកកាន់កូនថាពួកយើងដឹងថាឯងមកស្នាក់នៅជាមួយនឹងលោកយាយដូច្នេះបានជាពួកយើងមកមើលទៅដល់ស៊ូយីណអត់តបអីហ្នឹងគាត់ក៏សួររកហៅមីងហៅចិននៅណែដល់មានរឿងនិយាយគ្នាអញ្ចឹងតើស៊ូយីណប្រាប់ថាហៅមីងយកហៅចិនហ្នឹងទៅធ្វើការកសកម្មហើយលើតែអញ្ចឹងប៉ារបស់នាងក៏សើចបន្តិចដែរថាហៅមីងហៅចិនហ្នឹងមិនមែនធ្វើការកសកម្មចាគាត់ហូចចិត្តព្រោះថាកូនគេសើកូនអ្នកក្រងហើយម៉ាក់របស់នាងក៏លន់មកថាពួកគេគឺជាភ្ញៀវយើងមិនឲ្យភ្ញៀវទៅធ្វើការបានទេមែនអត់ហើយគាត់ក៏ចង់ចូលទៅនិយាយជាមួយនឹងយាយរបស់ស៊ូយីណឲ្យផ្ទាល់ចំពោះរឿងហ្នឹងតែស៊ូយីណក៏ខាត់ដល់ប្រាប់ថាលោកយាយរៀបចំយ៉ាងល្អហើយព្រោះដោយសារតែការងារទាំងអស់នោះឲ្យទៅធ្វើឲ្យពួកគេនឹងញ៉ាំបានហើយក៏គេងលក់ស្រួលនោះដូច្នេះនាងក៏ប្រាប់ប៉ាម៉ាក់របស់នាងថាមិនបារម្ភទេនាងថាទាំងប្រាប់ពីអាការៈរបស់ហៅចិនឲ្យពួកគាត់ទាំងពីរអ្នកបានដឹងទៀតហើយប្រាប់ថាបើសិនជាពួកគាត់នឹងចង់មកជួបជាមួយនឹងគេនឹងចាំមកពេលក្រោយនៅពេលដែលគាត់នឹងស្ថិតនៅក្នុងស្ថានភាពប្រសើរជាងនេះទៅដល់ចឹងទៅនឹងគាត់ក៏ប្រកួតរបស់ជាច្រើនមកឲ្យនាងដែលមានទាំងខ្លាញ់ត្រីរបស់យាយនាងក៏ដូចជាអាហារសម្រន់របស់ហៅចិននំនែកអីចឹងទៅគាត់ថាទាំងប្រកួតការធនាគារដែលស៊ូយិនទុកឲ្យលើកមុននោះមកឲ្យនាងវិញទៀតប៉ុន្តែលុយរបស់នាងនៅក្នុងកាតនឹងគឺគាត់មិនបានប្រើទេដោយសារតែដុកទ័រនឹងបានប្រាប់គាត់ថាសាច់ដុំរបស់គាត់នឹងគឺជាសាច់ស្លូតទេបន្ទាប់ពីវះកាត់ហើយនឹងគឺវារាលដាលតិចតួចបំផុតអញ្ចឹងហើយឥឡូវនេះគាត់មិនអីទេហើយពួកគាត់ក៏បានដឹងឮពីរឿងបញ្ហារបស់គ្រួសារសិនឥឡូវនេះដែរហើយឥឡូវនឹងនាងផ្លាស់ប្ដូរមកនៅទីនេះហើយនឹងគឺងាយស្រួលសម្រាប់ពួកគាត់នឹងមកលេងហើយក៏ផ្ដាំស៊ូយិនទៅថាបើសិនជានាងត្រូវការអីនឹងអាចខលរកពួកគាត់បាននៅជីងជួគាត់ពិតជាមិនអាចជួយអីបានច្រើនមែនប៉ុន្តែនៅស្រុកកំណើតរបស់ពួកគេនឹងគាត់នឹងរកវិធីជួយឲ្យទៅប្រាប់គាត់មកគឺបានហើយគាត់ក៏បង្កការធនាគារនឹងឲ្យនាងវិញឲ្យប្រាប់ថាយកលុយនេះទៅបើសិនជាមិនគ្រប់គ្រាន់ទេគ្រាន់តែខំមករកពួកយើងទៅប៉ាម៉ាក់នៅមានលុយសន្សំទៀតប្រាប់រួចឲ្យពួកគាត់ទាំងពីរអ្នកនឹងក៏មើលមុខគ្នាដើរត្រឡប់ទៅវិញទៅងើបពីភាំងងើបពីផ្លឹកនឹងហើយនឹងស៊ូយិនក៏អរគុណពួកគាត់ទាំងពីរអ្នកធ្វើឲ្យពួកគាត់ទាំងពីរអ្នកនឹងងាកមកមើលនាងវិញនឹងលឿនហើយអ្នកជាម្ដាយនឹងក៏តបមកកូនទាំងស្នាមញញឹមនឹងថាពួកយើងគឺជាគ្រួសារតែមួយមិនចាំបាច់អរគុណទេប៉ាម៉ាក់ត្រឡប់ទៅវិញហើយនិយាយរួចហើយពួកគាត់ក៏គៀដៃគ្នានឹងដើរចេញទៅឃើញថាស៊ូយិនឈរមកពួកគាត់ដើរចេញទៅនឹងស្នុកមែនតែនដល់ឡែកពីអ្នកឲ្យកូននៅវិញហើយត្រឡប់មកពីធ្វើការវិញហើយមកដល់ផ្ទះភ្លាមមកហៅចិនបើកទូទឹកកកផឹកទឹកផ្លែតែម្ដងអ្នកជាប៉ានឹងក៏ចូលមកយកអាវដើម្បីផ្លាអីចឹងទៅតែភ្លាមនឹងក៏ងាកមកឃើញសមីរូបថតមួយបើកមើលសមីរូបថតនឹងហើយនឹងក៏បានឃើញរូបថតរបស់ស៊ូយិនពីតូចក្នុងនឹងមានតែរូបថតរបស់ហៅមីងពីតូចដូចគ្នាក្នុងនឹងមានតែរូបថតរបស់ហៅមីងពីតូចដូចគ្នាមើលរូបថតទាំងអស់នឹងបណ្ដាហើយនឹងហៅមីងក៏នឹកឃើញនៅពេលសម្ដីដែលស៊ូយិននឹងមើលរូបថតរបស់គាត់ជាមួយនឹងគ្នានឹងញ៉ាំបណ្ដាអីបណ្ដានឹងទៅក្នុងរូបថតនឹងស៊ូយិនណូតច្បាស់ខ្លាំងមែនតើថាពេលដែលហៅមីងអាយុ31ឆ្នាំនឹងនាងបានជួបគ្នាជាមួយនឹងគាត់នៅឆ្នាំ2023ពួកគេក៏បានរៀបការជាមួយនឹងគ្នាដល់ភ្ជាប់ជាមួយនឹងរូបថតរៀបការទៀតប៉ុន្តែក៏មកសេតនៅក្នុងឆ្នាំ2024ដែលពួកគេកំពុងតែលែងលះគ្នាហ្នឹងបន្ទាប់ពីហ្នឹងតើនឹងក៏មិនមានរូបថតរបស់ពួកគេតាំងពីនេះដែលនាងបានចងក្រងទុកទៀតដែរតែចុះដល់នីតិនេះភាគនេះគឺស្លេះត្រឹមតែប៉ុណ្ណឹងឯណាអញ្ចឹងមកចង់ដឹងថាសាច់រឿងបន្តទៅមុខមួយទៀតនឹងចាំទស្សនាមួយអេមីនទាំងគ្នានេះប៉ុន្តែមុននឹងចុចបិទកុំភ្លេចជួយចុច like ក៏ដូចជា subscribe នៅលើ channel របស់ខ្ញុំម្នាក់មួយផងណអញ្ចឹងអរគុណទុកជាមុនណាបាយបាយ